បាទសួស្តីបងប្អូនទាំងអស់គ្នាបាទនៅរដូវនេះជាទូទៅវាអត់មានទេមុំមួយដែលមានពណ៌ក្រហមអញ្ចឹងប៉ុន្តែតម្លៃមុំមួយនេះគឺវាមានប្រមាណដើមណានៅក្នុងកោះញ៉ៃម៉ាក់យើងនេះហើយនៅចិត្តហ្នឹងក៏មានផ្កាសាគុរ៉ាដែរតែអត់ទាន់រួយអស់ទេនៅសល់ប្រមាណស្លាប់ដែរហើយចិត្តហ្នឹងជាទូទៅទស្សនវិជ្ជាដែលយើងឃើញស្លឹកវាពណ៌ក្រហមហ្នឹងគឺនៅរដូវស្លឹកឈើជ្រុះឥឡូវនេះវាដល់រដូវស្លឹកឈើដល់ទៅផ្ការីកហើយវានៅតែមានពណ៌ក្រហមទៀតបាទគួរចម្លែកមែនតើហើយអ្នកដែលមកក្នុងខែនេះបានមើលតាមផ្ការីកបានមើលតាមផ្កាបានមើលតាមរដូវស្លឹកឈើជ្រុះដែរព្រោះដោយសារតែស្លឹកឈើពណ៌ក្រហមហ្នឹងគឺតំណាងឲ្យរដូវស្លឹកឈើជ្រុះនេះឯងហើយផ្កាសាគុរ៉ាហ្នឹងគឺតំណាងឲ្យរដូវផ្ការីកនេះអូខេមានប្រមាណដើមដែរខាងនោះមានបណ្ដាំឡើងក្រហមជាប់ខ្លួនអូខេមិនមួយដើមនេះពីរដើមចិត្តគ្នាហ្នឹងក្រហមចង់ជាប់នេះក្រហមឡើងក្រហមមែនតើបាទស្លឹកហ្នឹងគឺធម្មជាតិរបស់វាគឺពណ៌ក្រហមអញ្ចឹងតែម្ដងបើសិនជាវាដល់រដូវស្លឹកឈើជ្រុះបាទអាហ្នឹងហៅស្លឹកហ្នឹងជាភាសាជប៉ុនគេហៅថាម៉ូមីជីបាទបើយើងមើលស្លឹកឈើធម្មតានេះសាគុរ៉ានេះគឺស្លឹកឈើវាគឺពណ៌ខៀវទេហើយផ្កាវានៅខាងនោះសល់បន្តិចដែរហើយចំពោះដើមនេះគឺម៉ូមីជីនេះពណ៌ក្រហមដែរអញ្ចឹងតែមើលចិត្តទៅឃើញThis is a safety announcement about the hawk flying over the mountain. They have charted